សម្រាប់កន្លែងស្នាក់នៅមួយកន្លែងនេះគឺថាកន្លែងចតឡានគឺធំតលីខ្លាំងមែនទែនបងហើយគ្រាន់តែដើរចូលមកកន្លែងទទួលភ្ញៀវនឹងភ្លាមគឺទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់បរិសុទ្ធគ្រប់ទិសហ្មងបើកន្លែងទៅកន្លែង restaurant វិញគឺមានការរៀបចំស្រស់ស្អាតខ្លាំងមែនទែនចំពោះបរិវេណជុំវិញ resort យើងគឺសម្បូរទៅដោយរុក្ខជាតិពណ៌បៃតងដែលកាន់តែបង្កើតនូវអារម្មណ៍ស្រស់ស្រាយមួយផ្នែកទៀតហើយលើពីនេះទៅទៀតគឺយើងមានអាងទឹកដ៏ធំទូលាយសម្រាប់បងប្អូនធ្វើការប្រើប្រាស់ដែលមានលក្ខណៈពិសេសអាចប្រើប្រាស់បានទាំងកូនក្មេងទូៗនិងមនុស្សធំផងដែរតោះបងឥឡូវនេះយើងងាកមកមើលបន្ទប់ស្នាក់នៅយើងវិញម្ដងដែលបន្ទប់ដែលនាងខ្ញុំកំពុងតែបង្ហាញនេះគឺជាប្រភេទបន្ទប់ក្រេមួយគ្រប់បន្ទប់ទាំងអស់នៅខាង resort គឺមានភាពធំទូលាយខ្លាំងមែនទែនហើយជាពិសេសនោះគឺមានអនាម័យខ្ពស់ហើយមានតម្លៃសមរម្យបើកន្លែងទៅបន្ទប់ទឹកវិញគឺធំទូលាយដោយតែបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងជាពិសេសហ្នឹងគឺយើងមានអាងត្រាំទឹកគ្រប់បន្ទប់តែម្ដងបន្ទប់មួយនេះគឺជាប្រភេទបន្ទប់ក្រេមួយដែលមាន private pool សម្រាប់បងដែលចាប់អារម្មណ៍ធ្វើការស្នាក់នៅជាមួយនឹងបន្ទប់មួយនេះបងអាចធ្វើការសាកសួរក៏ដូចជាទំនាក់ទំនងតាមរយៈ page របស់សាលាសន្តិភាព resort បាន